ជប៉ុនកំពុងបង្កើនអំណាចយោធាដោយថ្មីនេះបានបង្ហាញនាវាចម្បាំងការពារមីស៊ីល Aegis ចូលកៃដែលអាចបាញ់មីស៊ីល Tomahawk បានចម្ងាយរហូតដល់ 1,600 គីឡូម៉ែត្រយោងតាមក្រសួងការពារជាតិជប៉ុនបានប្រកាសថានាវាយោធា Aegis ចូលកៃរបស់កងទ័ពជើងទឹកជប៉ុនឥឡូវនេះអាចបាញ់មីស៊ីលវែងចម្ងាយប្រភេទ Tomahawk ដែលផលិតដោយសហរដ្ឋអាមេរិកមានចម្ងាយប្រហែល 1,600 គីឡូម៉ែត្របានហើយការវិវត្តនេះគឺជាដំណាក់កាលសំខាន់មួយក្នុងការពង្រឹងយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេសជប៉ុនរដ្ឋាភិបាលជប៉ុនកំពុងផ្ដោតលើការអភិវឌ្ឍសមត្ថភាពវាយប្រហារពីចម្ងាយដែលអាចវាយប្រហារខាងក្រៅជួររបស់រ៉ាដាដើម្បីទប់ស្កាត់គ្រោះថ្នាក់ពីខាងក្រៅមុននឹងវាយចូលដល់ដែនដីជប៉ុននាវាជោកៃបានចាប់ផ្ដើមធ្វើការកែប្រែប្រព័ន្ធនិងវឹកហាត់នៅសហរដ្ឋអាមេរិកចាប់តាំងពីខែតុលាឆ្នាំ 2025 ហើយឥឡូវនេះមានសមត្ថភាពបំពេញបេសកកម្មបាញ់មីស៊ីលបានរួចរាល់គេរំពឹងថានាវានេះនឹងបន្តវឹកហាត់រហូតដល់រដូវក្តៅមុននឹងត្រឡប់ទៅមូលដ្ឋានសានសេបូនៅខែកញ្ញាដើម្បីចូលបំពេញភារកិច្ចពេញលេញអ្វីដែលគួរឲ្យចាប់អារម្មណ៍នេះគឺជាលើកដំបូងដែលកងទ័ពជើងទឹកជប៉ុនទទួលបានសមត្ថភាពវាយប្រហារពីចម្ងាយបែបនេះខណៈដែលកងទ័ពជើងគោកក៏កំពុងដាក់ពង្រាយមីស៊ីលវែងចម្ងាយផងដែរមិនត្រឹមតែប៉ុណ្ណោះក្រសួងការពារជាតិជប៉ុនក៏មានផែនការទិញមីស៊ីល Tomahawk រហូតដល់ 400 គ្រាប់មុនចុងឆ្នាំ 2027 ហើយកំពុងបន្តកែប្រែនាវា Aegis ផ្សេងៗដើម្បីអាចដាក់ប្រើប្រាស់មីស៊ីលនេះបានបន្ថែមការផ្លាស់ប្ដូរនេះបង្ហាញថាជប៉ុនកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រការពារបែបប្រពៃណីទៅកាន់សមត្ថភាពវាយប្រហារពីចម្ងាយដើម្បីពង្រឹងសន្តិសុខជាតិនិងឆ្លើយតបនឹងបញ្ហាសន្តិសុខកាន់តែស្មុគស្មាញក្នុងតំបន់